លេបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំមកពីក្រុមទី4ដោយដឹកនាំដោយលោកធានសុធិរិទ្ធហើយនេះជាសមាជិកក្រុមរបស់ខ្ញុំហើយនេះជាចំណុចដែលយើងបានរៀននេះហើយនេះជារូបរបស់វាដែលយើងត្រូវរៀននៅថ្ងៃនេះមួយរូបគឺជាសរសៃនាំរូបជាសរសៃនាំចែកចេញជាពីរធំគឺស្លានិងប៉ារ៉ានីរុក្ខជាតិទាំងនេះរស់នៅក្នុងតំបន់ទីដែលសមស្របនឹងអាកាសធាតុហើយចូលមកចំណុចបន្ទាប់គឺ 1.1 តាំងឡាហើយនេះជារូបរបស់វារុក្ខជាតិមានសរសៃនាំហើយរុក្ខជាតិសរសៃនាំមានគ្មានគ្រាប់រុក្ខជាតិសរសៃនាំមានគ្រាប់វាជាពហុរុក្ខជាតិហើយនេះជារូបថតរបស់វាដែលយើងបានឃើញទាំងអស់គ្នាចូលមកកាន់ចំណុចបន្តគឺ 2.3 ជាកោសិការុក្ខជាតិគឺជាចែកចេញជា4ហើយនេះជារូបដូចជាកោសិកាផ្ចិតកោសិកាផ្សិតអីហ្នឹង 2.3 មេលីការុក្ខជាតិលាស់ពេញវ័យមួយជីវិតអាស្រ័យដោយមេលីកាដោយស្កេនចេញក្នុងពន្លកនិង 2.3 វាជាកោសិកាការពារជាកោសិកាអូមានកោសិកាស្ពែហើយនេះជារូបរបស់វាស្ពែជាប្រភេទកោសិកាងាយដែលគ្របបណ្ដាប់លើផ្ទៃដើមឬរុក្ខជាតិវាមានជីវិតរស់នៅរយៈពេលខ្លីបំផុតហើយនេះជារូបរបស់វាដែលយើងឃើញមកកាន់ 2.3 ជាលីកានាំគ្រប់រុក្ខជាតិមានសរសៃនាំសុទ្ធហើយនេះជារូបរបស់វាមកចំណុចបន្ត 2.4 ជាលីកាក្រេសជាកោសិកាក្រេសមាន3ប្រភេទគឺប៉ារ៉ាស៊ីកាកូស៊ីនិងប៉េរ៉េតុងស៊ីហើយនេះជារូបរបស់វាដែលយើងបានឃើញទាំងអស់គ្នានិងនិយមន័យរបស់វាខកូឡាស៊ីមេគឺជាកូឡាស៊ីជាកោសិកាដែលមានសភាពក្រាស់ទន់ពេញទៅដោយទឹកមាសនិងភ្ញាក់នៅជុំវិញហើយនេះជាក្លេរ៉ាស៊ីមជាពហុកោសិកាព័ទ្ធទៅដោយកោសិកាងាប់ជាច្រើនចិញ្ចឹមឲ្យវាក្រាស់និងណែនាំមិនអាចហើយយើងចូលមកកាន់ 2.4 ផ្នែកសំខាន់របស់រុក្ខជាតិមានគ្រាប់រុក្ខជាតិមានគ្រាប់ចែកចេញជា3ដូចជារូបនេះខាងនេះចឹងខតំបន់ផ្សេងនៃឫសហើយនេះជាតំបន់ផ្សេងរបស់វាដែលខ្ញុំបានអស់នេះវាមានរាងសរសៃតូចដែលយើងមិនអាចមើលឃើញបានអក្សរកឫសនិងមីក្រូកោសិកាឬរុក្ខជាតិតែងតែមានវិសាពាង្គកាយសុទ្ធនិងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទំនាក់ទំនងរបស់វាដូចគ្នាហើយនេះ 2.4 ដើមជារុក្ខជាតិខ្ពស់អាចឲ្យស្លឹករបស់វាខ្ពស់ឲ្យស្លឹកត្រូវពន្លឺថ្ងៃបានច្រើនដូចជាដើមត្នោតឬរុក្ខជាតិផ្សេងៗដែលបានខ្ពស់ 2.4 ដើមរុក្ខជាតិមានម៉ាតូទីជូនិងនីកូទីក៏ដើមរុក្ខជាតិស្មៅម៉ាតូស៊ីណូហើយនេះស្លឹកគឺជាសារពាង្គកាយរុក្ខជាតិដែលដុះចេញពីដើមឬមែកធាងដែលមានសារពាង្គកាយភាគច្រើនកើតឡើងមុនសំខាន់នឹងការរំលាយអាហារដកដង្ហើមនិងការបញ្ចេញទឹកហើយនេះក្របរបស់វាមាន3ផ្នែកសំខាន់គឺអំពីទីចុងផ្នែកបដោះអាហារនិងសម្បកគ្រាប់ហើយនេះជារូបថតរបស់វាតែយើងបានឃើញទាំងអស់គ្នាអរគុណទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់ខ្ញុំបកស្រាយ